អ៊ីរ៉ង់បាញ់គ្រាប់មីស៊ីលលើអ៊ីស្រាអែលជាង100គ្រាប់ប៉ុន្តែត្រូវបានបំបីទាំងស្រុងដោយមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិកសារព័ត៌មាន Daily Express នៅ CNN ចុះផ្សាយនៅថ្ងៃទី14មិថុនានេះថាអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកវិញកាលពីយប់ថ្ងៃសុក្រដោយកងទ័ពអ៊ីស្រាអែលបានអះថាទីក្រុងតេហរ៉ង់បានបាញ់គ្រាប់មីស៊ីលជាង100គ្រាប់ទីក្រុងតេហរ៉ង់បានកំណត់គោលដៅតំបន់របស់អ៊ីស្រាអែលជាច្រើនរួមទាំងរដ្ឋធានីតេលអាវីវផងដែរនៅក្នុងតំបន់ដានអ្នកពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះមនុស្សដែលជាប់គាំងនៅក្នុងអគារដោយកងកម្លាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការនៅក្នុងអគារខ្ពស់មួយដើម្បីជួយសង្គ្រោះអ្នកដែលជាប់គាំងនិងពន្លត់ភ្លើងក៏ដូចជាឆ្លើយតបទៅនឹងកន្លែងបំផ្លិចបំផ្លាញចំនួន2មន្ទីរពេទ្យនិយាយថាមនុស្ស7នាក់រងរបួសត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអ៊ីឈីឡូនៅក្នុងទីក្រុងតេលអាវីវបន្ទាប់ពីរលកចុងក្រោយនៃការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែលវានិយាយថាអ្នកជំងឺភាគច្រើនរបួសស្រាលម្នាក់មានកម្រិតមធ្យមក្រោយមកមានសេចក្តីរាយការណ៍ថាមានអ្នករបួសនៅអ៊ីស្រាអែលដល់ទៅ35នាក់ឯណោះស្នូវផ្ទុះខ្លាំងត្រូវបានគេលើសូរនៅក្នុងរដ្ឋធានីតេលអាវីវនិងយេរូសាឡឹមប៉ុន្មាននាទីបន្ទាប់ពីយោធាអ៊ីស្រាអែលបានព្រមានថាខ្លួនរកឃើញគ្រាប់មីស៊ីលអ៊ីរ៉ង់ដែលបាញ់មកបន្ថែមទៀតនៅវេលាម៉ោង1:30នាទីរំលងអាត្រិតឈានចូលថ្ងៃសៅរ៍នៅអ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់ចំនួន2កន្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកងកម្លាំងយោធាអ៊ីស្រាអែលបាននិយាយថានៅព្រឹកថ្ងៃសៅរ៍នេះកងកម្លាំងការពារជាតិអ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់នៅក្នុងទីក្រុងហាម៉ាដាននិងតាប្រីសនៅទូទាំងភាគខាងលិចប្រទេសអ៊ីរ៉ង់មូលដ្ឋានតាប្រីសត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហារលើពីនេះទៀតកងកម្លាំងការពារជាតិអ៊ីស្រាអែលបានបំផ្លាញលើគោលដៅរាប់សិបប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់យន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចពីលើដីទៅដីរបស់ប្រទេសនេះកងកម្លាំងយោធាសហរដ្ឋអាមេរិកជួយបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់មន្ត្រីអាមេរិកពីររូបបាននិយាយថាកងកម្លាំងយោធាសហរដ្ឋអាមេរិកបានជួយបាញ់ទម្លាក់កាំជ្រួចដែលហោះឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters យោធាអ៊ីស្រាអែលនិយាយថាអ្នកស្រុកអាចចាកចេញពីទីជម្រកការពារខ្លួនបានហើយអ្នកនៅពីកងកម្លាំងយោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបន្ទាប់ពីការវិតម្លៃស្ថានភាពទីបញ្ជាការណាសេហូមបានចេញសេចក្តីណែនាំថាពួកគេអាចចាកចេញពីតំបន់ការពារហើយបន្តនៅជិតទីជម្រកនៅគ្រប់តំបន់នៃប្រទេសនេះបទបញ្ជានេះហាក់ដូចជាមើលស្រាលគ្រាប់មីស៊ីលអ៊ីរ៉ង់មែនទែនត្បិតសហរដ្ឋអាមេរិកច្រែងជើងជួយទប់បាញ់គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ហើយគ្រាប់មីស៊ីលអ៊ីរ៉ង់គ្មានក្នុងកែវភ្នែកអ៊ីស្រាអែលសូម្បីបន្តិចឡើយអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះចម្បាំងអ៊ីស្រាអែល F-35 ចំនួន2គ្រឿងកងទ័ពអ៊ីរ៉ង់បានអះថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារដោយជោគជ័យនិងបំផ្លាញយន្តហោះចម្បាំង F-35 ចំនួន2គ្រឿងរបស់អ៊ីស្រាអែលបន្ថែមលើយន្តហោះគ្មានមនុស្សបើកតូចៗនិងគ្រាប់ផ្លោងរាប់សិបផ្សេងទៀតកងទ័ពអ៊ីរ៉ង់បន្ថែមថាជោគវាសនារបស់អ្នកបើកយន្តហោះចម្បាំងទាំងពីរនាក់នៅមិនទាន់ដឹងនៅឡើយហើយកំពុងត្រូវបានស៊ើបអង្កេតទោះជាយ៉ាងណាក៏ដោយអ៊ីស្រាអែលនៅមិនទាន់បញ្ជាក់អាងពីការបាញ់ទម្លាក់ F-35 របស់ខ្លួននៅឡើយទេអ៊ីស្រាអែលបញ្ជាក់ពីការវាយប្រហារថ្មីលើទីតាំងនុយក្លេអ៊ីរ៉ង់នៅលើបណ្ដាញ X កងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថានៅពេលនេះយន្តហោះចម្បាំងរបស់កងអាកាសរបស់ខ្លួនបានធ្វើការចប់សពគ្រប់ក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់របបអ៊ីរ៉ង់នៅក្នុងតំបន់អ៊ីស្ហ្វាហានក្រោមការណែនាំជាក់លាក់ពីផ្នែកស៊ើបការសម្ងាត់គេហទំព័រនេះកំពុងដំណើរការបំផ្លែងឡើងវិញនៃសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់នេះគឺជាដំណាក់កាលបន្ទាប់ក្រោយពីការចម្រាញ់អ៊ុយរ៉ានីញ៉ូមក្នុងដំណើរការផលិតអាវុធនុយក្លេអ៊ែរអគ្គរដ្ឋទូតអ៊ីរ៉ង់បានប្រាប់សារព័ត៌មាន CNN ថាយ៉ាងហោចណាស់មនុស្ស78នាក់ត្រូវបានសម្លាប់និងជាង300នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលបេសកជនអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិលោកអាមីរសាអ៊ីតអ៊ីវ៉ានីបាន
និយាយនៅក្នុងកិច្ចប្រជុំសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថាការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់បានសម្លាប់មនុស្សយ៉ាងហោចណាស់78នាក់រួមទាំងមន្ត្រីជាន់ខ្ពស់ផងដែរលោកអ៊ីរ៉ាវ៉ានីនិយាយទៀតថាមនុស្សជាង320នាក់បានរងរបួសដែលភាគច្រើនជាជនស៊ីវិលបើតាមលោកអ៊ីរ៉ាវ៉ានីបានដាក់កាសនៃបន្ទោសលើសហរដ្ឋអាមេរិកចំពោះការចែករំលែកព័ត៌មានសម្ងាត់និងការគាំទ្រផ្នែកនយោបាយជាមួយអ៊ីស្រាអែលប្រធានអាតូមិកអន្តរជាតិនិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លាញរោងចក្រចម្រាញ់លើដីនៃរោងចក្រនុយក្លេអ៊ែរណាតានរបស់អ៊ីរ៉ង់លោក Rachel Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណុអន្តរជាតិបាននិយាយនៅក្នុងកិច្ចប្រជុំសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថាការវាយប្រហារមួយយប់របស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់បានបំផ្លាញរោងចក្រផលិតប្រេងឥន្ធនៈសាកល្បងពីលើដីនៃរោងចក្រនុយក្លេអ៊ែរណាតានលោក Grossi និយាយថាផ្នែកនៃរោងចក្រនោះបានផលិតសារធាតុអ៊ុយរ៉ានីយ៉ូមដែលមានសារធាតុចម្រាញ់ដល់ទៅ 60% បើតាមលោក Grossi ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងម៉ាស៊ីនភ្លើងបម្រុងទុកក៏ត្រូវបំផ្លាញផងដែរលោកបន្ថែមថាការបាត់បង់ថាមពលអាចនឹងធ្វើឲ្យខូចដល់ម៉ាស៊ីនកណ្ដាលអ៊ីរ៉ង់និងអ៊ីស្រាអែលបានកំណត់គោលដៅគ្នាទៅវិញទៅមកជាមួយនឹងការវាយប្រហារតាមអាកាសដោយភ្លៀងបាក់មេឃនៅថ្ងៃសៅរ៍ទី14ខែមិថុនាបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រីធំបំផុតមិនធ្លាប់មានប្រឆាំងនឹងសត្រូវដ៏ចំណាស់របស់ខ្លួនក្នុងគោលបំណងដាក់សម្ពាធនិងទប់ស្កាត់រដ្ឋធានីតេហេរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងទ្រហឹងអឹងកងនៅទីក្រុង Tel Aviv និងរដ្ឋធានី Jerusalem ដែលជាទីក្រុងធំជាងគេទាំងពីររបស់អ៊ីស្រាអែលខណៈមនុស្សម្នាប្រញាប់ប្រញាល់ចូលទៅក្នុងលេនដ្ឋាននិងជំរុកសុវត្ថិភាពស្របពេលប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលកំពុងប្រតិបត្តិការស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់យោធាអ៊ីស្រាអែលបានលើកឡើងថាក្នុងរយៈពេល1ម៉ោងចុងក្រោយនេះមីស៊ីលរាប់សិបគ្រាប់របស់អ៊ីរ៉ង់ត្រូវបានបាញ់ស្រោចលើរដ្ឋអ៊ីស្រាអែលហើយមួយចំនួនត្រូវបានស្ទាក់ចាប់ក្រុមជួយសង្គ្រោះកំពុងប្រតិបត្តិការនៅទីតាំងមួយចំនួននៅទូទាំងប្រទេសស្នូបផ្ទុះខ្ទោខ្ទាជាច្រើនត្រូវបានគេឮនៅក្នុងរដ្ឋធានីតេហេរ៉ង់ជាពិសេសនៅជិតទីតាំងសំខាន់របស់មេដឹកនាំអ៊ីរ៉ង់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានចុះផ្សាយថាមីស៊ីលសង្ស័យធ្លាក់ក្នុងទីក្រុង Tel Aviv និងមានសម្លេងផ្ទុះយ៉ាងខ្លាំងនៅក្នុងរដ្ឋធានី Jerusalem ខណៈអ៊ីរ៉ង់បានបើកការវាយប្រហារតាមអាកាសលើកទី3នៅថ្ងៃសៅរ៍ទី14ខែមិថុនាទាំងនោះជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រកន្លងទៅជុំវិញការវាយប្រហារសម្លាប់មេបញ្ជាការយោធាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរគោលដៅយោធានិងទីតាំងនុយក្លេអ៊ែររបស់រដ្ឋធានីតេហេរ៉ង់អ៊ីស្រាអែលបានបង្ហាញថាមនុស្ស34នាក់បានរងរបួសកាលពីយប់ថ្ងៃសុក្រនៅតំបន់ Tel Aviv ហើយមនុស្សម្នាក់បានស្លាប់ទន្ទឹមនឹងនេះយោធាអាមេរិកបានជួយបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលហោះសម្ដៅចូលទៅអ៊ីស្រាអែលកាលពីថ្ងៃសុក្រនេះបើតាមមន្ត្រីអាមេរិកពីររូបលើពីនេះអ៊ីស្រាអែលបានលើកឡើងថាអ៊ីរ៉ង់បានបាញ់មីស៊ីលប្រមាណ100គ្រាប់ហើយភាគច្រើនត្រូវបានស្ទាក់ចាប់ពេលនេះអ៊ីស្រាអែលប្រៀបបានទៅនឹងសត្វខ្លារំពាត់ដោយវងជជកខណៈការវាយប្រហាររបស់អ៊ីស្រាអែលសង្គ្រប់លើអ៊ីរ៉ង់កំពុងទាក់ទាញការវាយប្រហារកាន់តែខ្លាំងពីសំណាក់សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ដូចជាក្រុមហាម៉ាស់ក្រុមហេបូឡានិងក្រុមអ៊ូធីមហ៊ូធីដែលជាសត្រូវរបស់អ៊ីស្រាអែលរួចទៅហើយ24ម៉ោងក្រោយពីអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារលើទីតាំងយោធានិងនុយក្លេអ៊ែរអ៊ីរ៉ង់រដ្ឋាភិបាលតេហេរ៉ង់បានវាយបកវិញយ៉ាងចាស់ដៃដោយបានបាញ់មីស៊ីលប្រមាណ150គ្រាប់ទៅលើទីតាំងយោធាអ៊ីស្រាអែលជាច្រើនកន្លែងនៅទីក្រុងតេអាវីវការវាយបកសងសឹករបស់អ៊ីរ៉ង់បានធ្វើឡើងនៅយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ទី14មិថុនាបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់2នាក់និងអ្នករបួសប្រមាណ40នាក់ព្រមទាំងធ្វើឲ្យខូចខាតលំនៅឋានប្រជាជនអ៊ីស្រាអែលយ៉ាងដំណំហើយសកម្មភាពវាយប្រហារនេះនៅបន្តមានឥតឈប់ឈររដ្ឋាភិបាលតេហេរ៉ង់ក៏ត្រៀមមីស៊ីលជាង2000គ្រាប់ផ្សេងទៀតភ្លាមៗនោះអ៊ីស្រាអែលក៏បានវាយស្ទាក់កំទេចមីស៊ីលអ៊ីរ៉ង់ស្ទើរតែទាំងស្រុងនេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិកនៅលើកញ្ចក់ទូរទស្សន៍ CNN ការបាញ់ប្រហារទង់ទ្រាយធំលើកនេះគឺជាការឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងទឹកដីអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រទី13មិថុនាដែលបណ្ដាលឲ្យមានអ្នកស្លាប់ចំនួនប្រមាណ78នាក់ក្នុងនោះមានមេទ័ពអ៊ីរ៉ង់3នាក់អ្នកជំនាញនុយក្លេអ៊ែរអ៊ីរ៉ង់6នាក់
ព្រមទាំងបង្កឲ្យមានអ្នករបួសជាង300នាក់នៅយប់ថ្ងៃសុក្រម្សិលមិញប្រជាជនអ៊ីរ៉ង់បានប្រមូលផ្ដុំគ្នានៅកណ្ដាលក្រុងតេហេរ៉ង់ដើម្បីគាំទ្រដល់ការវាយបកសងសឹកលើអ៊ីស្រាអែលដោយនាំគ្នាស្រែកថាស្លាប់ទៅពួកអ៊ីស្រាអែលស្លាប់ទៅពួកអាមេរិកដោយឡែកអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង្គទូញ៉ូ ហ្គូតេរបានអំពាវនាវឲ្យប្រទេសទាំងពីរបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមកនិងងាកមករកតុចរចាស្វែងរកសន្តិភាពចំណែកឯប្រធានាធិបតីរុស្ស៊ីលោកពូទីនបានទូរស័ព្ទទៅប្រធានាធិបតីអ៊ីរ៉ង់និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃសុក្រទី13មិថុនានេះបើតាមការបញ្ជាក់របស់វិមានក្រែមឡាំងនៅពេលជជែកគ្នាជាមួយនឹងភាគីអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តស្អិតរមួតរបស់ខ្លួនលោកពូទីនបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ក៏ប៉ុន្តែលោក Benjamin Netanyahu បានឲ្យដឹងថាលោកពូទីនបានស្នើសុំធ្វើជាអ្នកសម្របសម្រួលដើម្បីបញ្ជៀសជម្លោះសាជាថ្មីនិងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរសូមរំលឹកថាលោក Benjamin Netanyahu ធ្លាប់បានលើកឡើងថាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ដោយចោទអ៊ីរ៉ង់ថាកំពុងផលិតអាវុធនុយក្លេអ៊ែរលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះក៏បានប្រកាសប្រាប់ប្រជាជនអ៊ីរ៉ង់ថាកងទ័ពអ៊ីស្រាអែលនឹងបន្តវាយប្រហារបន្ថែមទៀតព្រមទាំងបានអំពាវនាវឲ្យប្រជាជនអ៊ីរ៉ង់ទាំងអស់គ្នានាំគ្នាបះបោរប្រឆាំងនឹងរបបផ្ដាច់ការជិះជាន់និងគៀបសង្កត់របស់រដ្ឋាភិបាលតេហេរ៉ង់បច្ចុប្បន្នអ៊ីរ៉ង់និងអ៊ីស្រាអែលបានបាញ់មីស៊ីលដាក់គ្នាទៅវិញទៅមកនឹងការវាយប្រហារតាមអាកាសនៅថ្ងៃសៅរ៍នេះគឺមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាប្រឆាំងនឹងស្ត្រីចាស់របស់ខ្លួនដែលបានសម្លាប់មេបញ្ជាការនិងអ្នកវិទ្យាសាស្ត្រនឹងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរក្នុងគោលបំណងបញ្ឈប់ការកសាងអាវុធបរមាណូហើយសម្រាប់អ្នកណាដែលមិនទាន់បានដឹងសមាជិកភាពមេបញ្ជាការជាន់ខ្ពស់ចំនួន4រូបដែលបានស្លាប់បាត់បង់ជីវិតនោះគឺខ្ញុំបានធ្វើកម្មវិធីនេះសូមចូលទៅទស្សនានៅក្នុងខ្ញុំ live កាលពីយប់មិញណានៅក្នុង YouTube នៅក្នុងក្រុងតេហេរ៉ង់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថាមនុស្សប្រហែល60នាក់រួមទាំងកុមារ20នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអគារលំនៅឋានមួយជាមួយនឹងការវាយប្រហារបន្ថែមទៀតបានរាយការណ៍នៅទូទាំងប្រទេសខណៈដែលអ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារលើគោលដៅជា150ចឹងនៅខាងអ៊ីរ៉ង់គឺនៅថ្ងៃសៅរ៍នេះទេណានៅថ្ងៃសៅរ៍នេះគឺមានមនុស្សប្រហែលជា60នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះមានកុមារម្នាក់ផងដែរនៅក្នុងប្រទេសអ៊ីស្រាអែលសេរ៉ែនតាមអាកាសបានបន្លឺឡើងហើយបានបង្ខំឲ្យអ្នកស្រុករត់ចូលពួននៅក្នុងទីជម្រកនៅពេលដែលរលកនៃការវាយប្រហារដោយមីស៊ីលបានវាយលុកពីពេញផ្ទៃមេឃហើយឧបករណ៍ស្ទាក់ចាប់បានស្ទាក់ចាប់ជាបន្តបន្ទាប់ប៉ុន្តែនៅអ៊ីស្រាអែលគឺមកដល់ពេលនេះមានមនុស្សស្លាប់ចំនួន3នាក់មន្ត្រីអ៊ីស្រាអែលបាននិយាយថាអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងប្រហែលជា200គ្រាប់ដោយបាញ់ចំនួន4លើក4លើកគឺសរុបទៅ200គ្រាប់បាញ់សន្ធប់ទៅលើប្រព័ន្ធការពាររបស់ដែនអាកាសរបស់អ៊ីស្រាអែលហើយមានគ្រាប់ខ្លះបានទម្លុះខែលការពារដែលធ្លាក់ទៅគឺមិនដឹងជាធ្លាក់ដោយស្លាប់ដោយមីស៊ីលនឹងធ្លាក់ដោយផ្ទាល់ឬក៏ពេលដែលបំណែកពេលដែលប្រព័ន្ធស្ទាក់ចាប់ស្ទាក់បានហើយបណ្ដាលឲ្យស្លាប់มันមានសេចក្តីរាយការណ៍លម្អិតពីបញ្ហានោះទេអ៊ីស្រាអែលបាននិយាយថាប្រតិបត្តិការរបស់ខ្លួនអាចមានរយៈពេលជាច្រើនសប្តាហ៍ហើយជំរុញឲ្យប្រជាជនអ៊ីរ៉ង់ក្រោកឡើងប្រឆាំងនឹងអ្នកគ្រប់គ្រងរបស់ពួកគេការភ័យខ្លាចបានកើតឡើងពីការប៉ះទង្គិចក្នុងតំបន់ថាអាចនឹងអូសទាញមហាអំណាចខាងក្រៅចូលរួមផងដែរហើយវាអាចនឹងឈានទៅដល់ផលប៉ះពាល់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលមន្ត្រីអាមេរិក2នាក់បាននិយាយថាសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែលបានជួយបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែរទោះជាយ៉ាងណាក៏ដោយមីស៊ីលអ៊ីរ៉ង់នៅតែទម្លុះវាយប្រហារសង្កាត់លំនៅឋានក្នុងប្រទេសអ៊ីស្រាអែលហើយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលខាន់
បាននិយាយថាថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់បានដើរឆ្លងកាត់បន្ទាត់ក្រហមហើយលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រសិនបើមេដឹកនាំកម្ពុជាលោកអាយ៉ាតុលាអាលីខាមេនីបន្តបាញ់មីស៊ីលនៅមុខផ្ទះរបស់អ៊ីស្រាអែលទីក្រុងតេហេរ៉ង់នឹងឆេះអ៊ីរ៉ង់បានបញ្ញាសងសឹកការវាយលុករបស់អ៊ីស្រាអែលដែលបានធ្វើឡើងកាលពីថ្ងៃសុក្រដែលបានបំផ្លាញថ្នាក់ដឹកនាំនុយក្លេអ៊ែរនិងថ្នាក់ដឹកនាំយោធារបស់អ៊ីរ៉ង់នឹងបានបំផ្លាញរោងចក្របរមាណូនិងមូលដ្ឋានយោធាដោយបានសម្លាប់មនុស្ស78នាក់រួមទាំងជនស៊ីវិលចឹងការវាយប្រហារនៅថ្ងៃសុក្រគឺអ៊ីរ៉ង់ឥឡូវយើងចេញតួលេខឲ្យគឺស្លាប់78នាក់នេះបើយោងតាមបេសកជនរបស់អង្គការសហប្រជាជាតិរបស់ប្រទេសអ៊ីរ៉ង់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថាក្រុងតេហេរ៉ង់បានព្រមានសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលថាមូលដ្ឋានយោធាក្នុងតំបន់របស់ពួកគេនឹងទទួលរងការបាញ់ប្រហារផងដែរប្រសិនបើពួកគេជួយបាញ់ទម្លាក់មីស៊ីលរបស់អ៊ីរ៉ង់ចឹងបានន័យថាពមៀនមកដល់សហរដ្ឋអាមេរិកហើយនឹងបណ្ដាប្រទេសមួយចំនួនទៀតដែលនៅក្នុងតំបន់ដែលគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ឆ្លងកាត់ទៅពីលើប្រទេសគេបាញ់ទម្លាក់នោះអង្គការអន្តរជាតិក្រហមប៉ាឡេស្ទីននៅក្នុងប្រទេសយេម៉ែនបានបាញ់មីស៊ីលអ៊ីស្រាអែលកាលពីយប់ថ្ងៃសុក្រប៉ុន្តែយ៉ាងហោចណាស់មានគ្រាប់មួយហាក់ដូចជាវង្វេងផ្លូវដែលបានធ្វើឲ្យជនជាតិប៉ាឡេស្ទីន5នាក់រងរបួសរួមទាំងកុមារ3នាក់នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែលគឺបាញ់ទៅវង្វេងផ្លូវចូលទៅក្នុងតំបន់ West Bank វិញបណ្ដារដ្ឋនានានៅឈូងសមុទ្រអារ៉ាប់ដែលមិនទុកចិត្តអ៊ីរ៉ង់យូរមកហើយប៉ុន្តែមានការភ័យខ្លាចនឹងរងការវាយប្រហារនៅក្នុងចំនួនកាន់តែទូលំទូលាយនោះបានជំរុញឲ្យមានភាពស្ងប់ស្ងាត់ខណៈដែលការព្រួយបារម្ភអំពីការរំខានដល់ការនាំចេញប្រេងដ៏សំខាន់របស់តំបន់ឈូងសមុទ្របានជំរុញឲ្យតម្លៃប្រេងឆៅកើនឡើងប្រហែល 7% កាលពីថ្ងៃសុក្រយោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ពីដីទៅដីព្រមទាំងយន្តហោះគ្មានមនុស្សបើកហើយគ្រាប់រ៉ុកែត2គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាក្នុងការត្រៀមខ្លួនទប់ទល់នឹងការកើនឡើងកម្ដៅបន្ថែមទៀតក្រុមទាហានបំរុងរបស់អ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសអ៊ីស្រាអែលអញ្ចឹងអ៊ីស្រាអែលគឺក៏ហៅទាហានបំរុងរបស់ខ្លួនឲ្យចូលមកហើយពង្រាយនៅទូទាំងប្រទេសត្រៀមជើងការវិទ្យុកងទ័ពបានរាយការណ៍ថាអង្គភាពនានាត្រូវបានដាក់ពង្រាយនៅតាមព្រំដែនជាមួយនឹងប្រទេសលីបង់និងយូដានីផងដែរអ៊ីស្រាអែលចាត់ទុកកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថាជាការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់អ៊ីស្រាអែលហើយបាននិយាយថាការទម្លាក់គ្រាប់បែបនេះត្រូវបានរៀបចំឡើងដើម្បីបញ្ជៀសជំហានចុងក្រោយក្នុងការផលិតអាវុធនុយក្លេអ៊ែរបើទោះបីជាការស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកនិយាយថាខ្លួនមិនបានឃើញសញ្ញាណាមួយដែលថាអ៊ីរ៉ង់ជិតសម្រេចបានអាវុធបរមាណូនោះទេបេសកជនអង្គការសហប្រជាជាតិឬឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិលោក Danny Danon បានហៅការវាយប្រហារនេះជាសកម្មភាពនៃការរក្សាធ្វើយ៉ាងណាឲ្យរស់រានមានជីវិតរបស់ជាតិមន្ត្រីយោធានៅថ្ងៃសៅរ៍នេះបាននិយាយថាអ៊ីស្រាអែលបានសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់9នាក់9នាក់ឯណោះកាលដំបូងឡើយខ្ញុំរៀបរាប់នៅក្នុងកម្មវិធីមេដឹកនាំ4នាក់មេដឹកនាំយោធា4នាក់ដែលអ៊ីស្រាអែលសម្លាប់ហើយក្នុងនោះរៀបរាប់បានតែអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរចំនួន5នាក់ទេឥឡូវសរុបគឺអ្នកវិទ្យាសាស្ត្រខាងនុយក្លេអ៊ែរអ៊ីរ៉ង់គឺ9នាក់មិនមែនជាការបាត់បង់ខូចខាតធនធានមនុស្សតែទៀតណាច្រើនណាស់ហើយថាការខូចខាតដល់កន្លែងនុយក្លេអ៊ែរនៅអេសហ្វាហាននិងណាតាន់នឹងត្រូវចំណាយពេលជាច្រើនសប្តាហ៍ដើម្បីជួសជុលឡើងវិញទីក្រុងតេហេរ៉ង់បានទទូចថាកម្មវិធីនេះមានលក្ខណៈស៊ីវិលទាំងស្រុងស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរហើយថាខ្លួនមិនស្វែងរកឲ្យមានការផលិតក្របបែកនុយក្លេអ៊ែរនោះទេទោះជាយ៉ាងណាក៏ដោយ
អ៊ីស្រាអែលបានលាក់ផ្នែកមួយនៃកម្មវិធីរបស់ខ្លួនម្ដងហើយម្ដងទៀតពីអ្នកត្រួតពិនិត្យអន្តរជាតិហើយទីភ្នាក់ងារធម្មពលបរមាណុអន្តរជាតិបានរាយការណ៍ថាសំទោសម្ដងទៀតកន្លែងនេះទោះជាយ៉ាងណាក៏ដោយអ៊ីរ៉ង់បានលាក់ផ្នែកនៃកម្មវិធីរបស់ខ្លួនជាម្ដងហើយម្ដងទៀតពីអ្នកត្រួតពិនិត្យអន្តរជាតិហើយទីភ្នាក់ងារធម្មពលបរមាណុអន្តរជាតិបានរាយការណ៍ថាអ៊ីរ៉ង់រំលោភលើកិច្ចព្រមព្រៀងសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរនេះគឺជាព័ត៌មានទី1ហើយចឹងមានសំណួរសួរអំពីការជាផ្លូវការទេហើយប្រហែលបង្កឡើងដោយ AI ច្រើនជាងហើយជាពិសេសខ្ញុំពេលរឿងចឹងឲ្យប្រយ័ត្នមែនទែនប្រិមិត្តក្នុងការទទួលយកព័ត៌មានគឺត្រូវទទួលយកព័ត៌មានផ្លូវការឥឡូវខ្ញុំគ្រាន់តែនិយាយសាមញ្ញប៉ុណ្ណេះទេគឺមានអ្នកសួរខ្ញុំថាឃើញនៅអ៊ីស្រាអែលហ្នឹងគឺមានខូចខាតខ្លាំងហើយយើងសួរទៅវិញថាថតតាមណាថតតាម drone បើ drone ចូលអត់រួចមីស៊ីលបាញ់មកគឺបាញ់ផ្ទៃមីស៊ីលនឹងមានបំពាក់កាមេរ៉ាណាអត់មានទេហើយតែណាថតនៅលើដីបើទូរទស្សន៍នៅនោះអត់មានទាំងអស់អញ្ចឹងគឺជារូបដែលអាចជារូបជា AI អញ្ចឹងយើងត្រូវមើលប្រយ័ត្នកន្លែងហ្នឹងណាបាទគឺរូប AI លើប្រកាសដូចបានណាគឺតែប៉ុណ្ណាចូលថតតាមណាហើយអ្នកដែលផ្សាយហ្នឹងគឺជាប្រភពដែលជាបច្ចមិត្តអ៊ីស្រាអែលតែចូលថតរួចការគឺមានតែបណ្ដាញផ្លូវការហ្នឹងបើទោះបីជាពួកនឹងលាក់ក៏យើងមិនដឹងដែរអញ្ចឹងមកថាបើបីចេញតែចេញពីពួកអ្នកដែលសារព័ត៌មានផ្លូវការហ្នឹងបើមិនពួកនឹងលាក់គឺឲ្យយើងអត់ដឹងដែរគឺបានន័យថាអត់មានរូបតែម្ដងហើយបើធ្លីរូបចេញហើយគឺបានន័យថាវាជារូបបង្កើតមួយវាអាចប្រជាពលរដ្ឋអ៊ីស្រាអែលគាត់ថតខ្លះវាជាចំណែកមួយដែលធ្លាក់ចំតំបន់គាត់ហ្នឹងវាអាចដែរអញ្ចឹងដែរចឹងយើងមើលទៅបើខណៈគាត់ថតម្នាក់ឯងក៏វាឃើញតែមកប្រឡោះនឹងដែលក្បែរធ្លាក់វាមិនមែនអាចឃើញរូបភាពទូលំទូលាយដោយដែលប្រិមិត្តខ្លះសួរមកខ្ញុំនោះទេអញ្ចឹងទទួលព័ត៌មានគួរប្រយ័ត្នមែនទែនសូម្បីតែនៅអាមេរិកដែលមានរឿងបាតកម្មនៅទីក្រុង Los Angeles ហ្នឹងក៏មានអ្នកយុទ្ធប្រកាសហ្នឹងឲ្យធំជាងអ្វីដែលជាការពិតនៅក្នុងដែរបានប្រាប់ប្រិមិត្តណាឲ្យមើលទូរទស្សន៍ប្រព័ន្ធផ្លូវការទោះបីជាខាងប្រឆាំងក៏ដោយខាងស្របក៏ដោយគឺឲ្យមើលប្រព័ន្ធផ្លូវការហ្នឹងបើអញ្ចឹងសូមឆ្លើយសំណួរប្រិមិត្តអញ្ចឹងគឺតកតនឹងសួរថា F35 ធ្លាក់ពីគ្រឿងពីអីហ្នឹងគឺអត់ទាន់មានអ្វីដែលរាយការណ៍ជាផ្លូវការទេហើយមើលកាលណាធ្លាក់ F35 ហើយគឺពួកខាង Reuters AP អីហ្នឹងទូរទស្សន៍ Al Jazeera ជាភាសា Al Jazeera អត់លាក់ទេដាក់ចេញមកខ្ទេចអស់ហើយព្រោះអាហ្នឹង F35 មិនមែនជាយន្តហោះប្រភេទទូចទេជាយន្តហោះប្រភេទធំណាអញ្ចឹងសូមឆ្លើយប្រិមិត្តប៉ុណ្ណា